ប៉ាហើពួកយើងមកធ្វើអីជីតាឈឺធ្ងន់ហើយអាចជួបអ្នកទាំងពីរបានតែតាមរបៀបនេះប៉ុណ្ណោះអ្នកណាអាចលាក់អត្តសញ្ញាណកូនអ្នកមានបានល្អជាងគេដោយមិនឲ្យគេដឹងថាជាកូនស្រីអ្នកមានទ្រព្យសម្បត្តិរបស់ខ្ញុំនឹងប្រគល់ឲ្យអ្នកនោះពួកយើងជួយបិទបាំងគ្នាទៅវិញទៅមកហើយចែកមរតកពាក់កណ្ដាលយល់ព្រមទេតែទ្រព្យសម្បត្តិខ្ញុំមានតែមួយចំណែកប៉ុណ្ណោះខ្ញុំដឹងថាអ្នកទាំងពីរអាចក្បត់គ្នានិងរារាំងគ្នាបាននារីទាំងពីរអីវ៉ាន់របស់អ្នកត្រៀមរួចហើយថ្ងៃនេះអ្នកអាចចូលរៀនបានហើយសម្លៀកបំពាក់នេះមើលទៅបង្ហាញអត្តសញ្ញាណពេកគុំយកវ៉ាលីទេយកបាវិញទៅផ្សំជាសិស្សក្រីក្រខ្សែខ្សែជាខ្សែដៃនិងកន្លះសក់សុទ្ធតែដោះចេញអ្នកនាងកាត់ខ្មៅរបស់អ្នកអាចចាយបានគ្រប់ពេលមិនប្រើមែនទេអ្នកទាំងពីរមកយឺតម្លេះចង់ស្នាក់នៅបន្ទប់វេបមែនទេខ្ញុំជាសិស្សក្រីក្រសាលាជួយឧបត្ថម្ភឲ្យរៀនចុះអ្នកវិញខ្ញុំក៏ជាសិស្សដែលទទួលជំនួយដែរសាលាជ្រើសរើសសិស្សក្រីក្រតែ2នាក់ប៉ុណ្ណោះពួកអ្នកស្លៀកពាក់បែបនេះមកជួបជុំថ្នាក់មែនឬនេះជាសម្លៀកបំពាក់ល្អបំផុតដែលខ្ញុំមានហើយសុំទោសផងបើធ្វើឲ្យអ្នកទាំងអស់គ្នាសើចខ្ញុំទៅបន្ទប់ទឹកសិនខ្ញុំមិនធ្លាប់មានអារម្មណ៍ថាត្រូវគេយកចិត្តទុកដាក់បែបនេះទេអរគុណអ្នកទាំងអស់គ្នាពិតជាឆ្ងាញ់ណាស់សូម្បីតែទឹកក្រូចឆ្មាតម្លៃប៉ុន្មានយន់ខ្ញុំក៏មិនធ្លាប់ផឹកដែរអ្នកធ្លាប់ផឹកភេសជ្ជៈតម្លៃក្រោម50យន់ទេមកអ្វីបើខ្ញុំទទួលបានមរតកខ្ញុំនឹងទិញឲ្យនាងទាំងអស់នាងគួរឲ្យអាណិតណាស់ពេលក្រោយយើងជួយនាងឲ្យបានច្រើនជានារីដូចគ្នាយើងគួរជួយគ្នាខ្ញុំមានដំណឹងល្អមួយអាហារដ្ឋានជាន់ទី2កំពុងជ្រើសរើសបុគ្គលិកក្រៅម៉ោងខ្ញុំមិនទៅទេខ្ញុំមិនដែលសំបីជូតទៅផងបញ្ហាមិនមែនអីចឹងទេថ្ងៃនេះខ្ញុំមករដូវហើយហូរច្រើនខ្ញុំខ្លាចថាបើធ្វើការក្រៅម៉ោងវានឹងមានបញ្ហានោះគឺដោយសារអ្នកមិនបានជ្រើសរើសកន្សែងអនាម័យត្រឹមត្រូវប្រើម៉ូដែល3វិមាត្រនេះទៅពាក់ហើយស្រួលដូចជាស្បែកទី2អ្នកផ្លាស់ទីវាក៏ផ្លាស់ទីតាមមិនបារម្ភរឿងជ្រាបឡើយវាស្ដាងខ្យល់ចេញចូលល្អមិនក្តៅដូចមានម៉ាស៊ីនត្រជាក់តូចមួយហើយស្រូបយកបានលឿនមិនជ្រាបត្រឡប់វិញវាសំនឹងរាងកាយនិងការពារការលេចធ្លាយបានល្អពេលខ្ញុំរត់ប្រណាំងក៏ប្រើម៉ាកនេះដែរមិនមានបញ្ហាអ្វីសោះហើយមិនគិតស្បែកទៀតពិតជារចនាបានសំនឹងរាងកាយមែនដាំបីជួយអ្នកទាំងពីរខ្ញុំនឹងទៅដាក់ពាក្យធ្វើការក្រៅម៉ោងតើអ្នកទាំងពីរខ្វះលុយមែនទេពេលបោះសម្អាតត្រូវធ្វើបែបនេះធ្វើបែបនេះទើបស្អាតនិងភ្លឺជាងមុនហត់ណាស់ប៉ុន្តែអរគុណដែលអាចរស់នៅក្នុងអត្តសញ្ញាណជាកូនអ្នកមានបានលោកតាបានដួលបាក់ឆ្អឹងនៅភោជនីយដ្ឋានហើយថ្លៃព្យាបាលថ្លៃណាស់មេធាវីមកដល់ហើយឬនៅចម្លែកណាស់មិនអាចតាក់ទងនាងបានទេខ្ញុំមករកអ្នកទាំងពីរតែងតែក្បត់និងរារាំងគ្នាចុះមរតករបស់ខ្ញុំត្រូវធ្វើដូចម្ដេចខ្ញុំមានលុយបើអ្នកប្រព្រឹត្តល្អចំពោះនាងពេលរកលុយបានកុំភ្លេចអ្នកដែលបានជួយអ្នកល្បែងនេះពោពេញដោយការកញ្ញាល្បែងបានបញ្ចប់ហើយអ្នកឈ្នះហើយហេតុអ្វីមិនយុត្តិធម៌តាមពិតខ្ញុំជាមនុស្សដែលលោកតាចាត់តាំងឲ្យសម្ងាត់អ្នកស្នងរកពិតប្រាកដមិនមែនជាអ្នកមានទ្រព្យទេប៉ុន្តែជាមនុស្សដែលមានចិត្តល្អស្មោះត្រង់និងចេះជួយអ្នកដទៃការជួយអ្នកដទៃគឺជាការសាកល្បងចុងក្រោយទឹកចិត្តពិតប្រាកដមានតម្លៃលើសអ្វីទាំងអស់